អូខេសួស្តីទាំងអស់គ្នាខ្ញុំតែងទៅលើបងជាច្រើនគាត់នៅយកច្រឡំក្នុងការរក IVG និង IIVG និង Blend Price Range គាត់អត់តន់យកច្បាស់ថាអ្វីទៅជា IVG អ្វីទៅជា IIVG អ្វីទៅជា Blend Price Range IVG គឺជា candle 3ជាប់គ្នាហើយមានគម្លាតចំប្លុកកណ្ដាលហៅថា IVG ហើយនឹងវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់នៅក្នុង IVG ដូចជាប្លន់នេះយើងឃើញថាមាន IVG មួយហើយនេះគឺយើងអាចប្រើប្រាស់ IVG បានដូចគ្នានេះប្លន់ហ្នឹងឯងអានេះជា IVG ដែលយើងអាចប្រើប្រាស់បានដូចគ្នាអញ្ចឹងយើងអាចប្រើប្រាស់កន្លែងហ្នឹងគឺជា IVG បាននេះចំណុចហ្នឹងអានេះគឺជា IVG ឯងអ្នកនរគ្នាឃើញព្រោះនោះគេចាប់ថាជា IVG ហើយប្រណាទៀតជា IVG បើសិនយើងចាប់តែមួយបែបនេះគេហៅថាជា IVG ដូចគ្នាអានេះក៏ជា IVG ដែរយើងចាប់តែមួយបែបហ្នឹងហើយអានេះក៏គឺជា IVG ដែរបើសិនយើងចាប់តែមួយបែបហ្នឹងនិងប្រឡោះមួយចំនួនទៀតគឺជា IVG ដូចគ្នាក៏នេះគឺជា IVG ដែរអញ្ចឹងចំណុចដំបូងយើងត្រូវស្គាល់ថាអ្វីទៅជា IVG អាហ្នឹងគឺជា IVG គឺជាគម្លាតនៃទីផ្សារប្រឡោះ candle បែបនេះគឺជា IVG ដូចអ្នកទាំងអស់គ្នាឃើញស្រាប់អានេះក៏សុទ្ធតែជា IVG ដែរតែអ្វីដែលយើងអត់ទាន់ច្បាស់ថា IVG នឹងត្រូវប្រើរបៀបម៉េចគឺយើងត្រូវសិក្សារៀនបន្ថែមទៀតថា IVG យើងយល់ហើយថា IVG មានគម្លាត3 candle តែអ្វីដែលយើងត្រូវចេះហ្នឹងគឺយើងត្រូវចេះពីរបៀបក្នុងការប្រើប្រាស់ IVG អញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូក្រោយខ្ញុំនឹងចេញតាក់ទងជាមួយនឹង IIVG ហើយខ្ញុំនឹងចេញតាក់ទងជាមួយនឹងការប្រើប្រាស់ជាមួយនឹង IIVG ឬ IVG ឬក៏ Blend Price Range អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន